បាទសួស្តីអតិថិជនទាំងអស់គ្នាបាទជួបជុំខ្ញុំបាទឡៃមេងម្ដងទៀតហើយគឺជាទីប្រឹក្សាផ្នែកលក់រថយន្ត Chevrolet វីដេអូនៅក្នុងថ្ងៃនេះគឺដូចសពមួយដងអញ្ចឹងបងប្អូនបាទមានតែរថយន្តជាមួយនឹងមុខងារពិសេសហើយជាមួយនឹង stock ឡានបាទឬក៏ព័ត៌មានបងរំលោះជូនបងប្អូនដែលកំពុងតែមានតម្រូវការរថយន្តបាទហើយនៅខាងក្រៅក្នុងខ្ញុំនេះគឺជារថយន្ត pick up របស់សហរដ្ឋអាមេរិកបាទគឺជារថយន្ត Chevrolet Colorado ថ្មី model ឆ្នាំ2026បាទគឺជា option ខ្ពស់បងប្អូនជាប្រភេទ option high country ឬក៏ហៅម្យ៉ាងទៀតថាជាប្រភេទ full option ដែលអ្នកណាគេចង់បានដែរបងប្អូនបាទហើយសម្រាប់មួយគ្រឿងនេះបងប្អូនមិនធម្មតាទេបាទមិនដូច pick up គេផ្សេងទេគឺជារថយន្តដែលដំឡើងផ្ទាល់ពីប៉ែកខាងអាមេរិកផ្ទាល់តែម្ដងអត់មានតម្លើងនៅផ្ទះលេខ2ឬក៏តម្លើងនៅអាស៊ីយើងទេបាទអញ្ចឹងពិតជាពិសេសខ្លាំងហើយមូលហេតុអីបានថាពិសេសដោយសារតែយើងដំឡើងសុទ្ធមកពីប៉ែកខាងអាមេរិកអញ្ចឹងគឺយើងទទួលបានសាច់ដាច់ហាប់ម៉មល្អបាទប្រភេទ option មកគឺអត់មានកាត់ទេគឺ full ពេញបុបតែម្ដងបាទមួយគ្រឿងនេះហើយសម្រាប់ឡាននេះបងប្អូនបច្ចេកវិទ្យាគឺពពាក់មកថ្មីទាំងអស់ជាមួយនឹងការកែប្រែរូបរាងក៏ថ្មីទាំងអស់ដូចគ្នាដែរជាពិសេសបងប្អូនគឺយើងបំពាក់ក៏ដូចជា upgrade ទៅលើម៉ាស៊ីនជំនាន់ថ្មីបាទមានទំហំ 2.8 លីត្រមានជាមួយតាក់បូជំនួយបាទកម្លាំងសេសធំបងប្អូនរហូតដល់208សេសជាមួយនឹងកម្លាំងដំណួលរហូតដល់510 Newtonម៉ែត្រហើយម៉ាស៊ីនជំនាន់នេះបងប្អូនមានជាមួយនឹង AI មួយទៀតបងប្អូនបាទអញ្ចឹងជួយជំនួយក្នុងការកណនីកម្រិតស៊ីសាំងបាទតកតនការជន់ត្រូវការសំទុះត្រូវការបើកបោក្នុងកលៈទេសៈផ្លូវបរិបត្តិផ្លូវផ្សេងគឺមានខួរក្បាលជំនួយបាទឥឡូវយើងមកមើលផ្នែកខាងមុខទាំងអស់គ្នាបាទផ្នែកខាងមុខនេះគឺដូចឡានទូទៅទេមានខុសប្លែកអីគ្នាទេតែគ្រាន់តែចង់ detail ទៅលើចង្គៀងរបស់យើងបន្តិចគឺយើងមានបំពាក់ជាមួយនឹងការ design ថ្មីទៅលើចង្គៀងនេះគឺយើងប្រើប្រភេទ dynamic projector បាទភ្លឺផ្លូវច្បាស់ល្អប្រភេទគុជហើយមានជាមួយនឹងប្រភេទ fog light ក៏ជាប្រភេទគុជដូចគ្នាដែរជំនួយនៅពេលបងប្អូនបើកបរផ្លូវដែលមានសភាពរៀងល្ងិតឬក៏មិចភ្លៀងនេះជួយកាត់អាប់បានល្អហើយចង្គៀងនេះមានមុខងារបិទបើកភ្លើងអូតូម៉ាទិកបានផងដែរនេះគឺយើង design មកជាមួយប្រភេទប៉ាណាក្រោមបងប្អូនបាទគឺមើលទៅស៊ីគ្នាមែនតើជាមួយផ្នែកខាងមុខនេះហើយគឺជា DNA របស់ Chevrolet ផ្ទាល់តែម្ដងគេហៅថាប៉ាណូភ្លុះ2ជាន់បងប្អូនបាទនឹងហើយនៅខាងក្រោមនេះគឺយើងមានជាមួយប្រភេទកាងបែប design ក្រោមដែរប៉ុន្តែគ្រាន់តែក្រោម2000គឺខុសគ្នាបងប្អូននេះរៀងតុងដៃបន្តិចបងប្អូនបាទហ្នឹងហើយគឺមើលទៅស្អាតប្លែកមែនតើមានជាមួយនឹងប្រភេទ sensor ជំនួយពេលចូលចុះគឺយើងមាន MagPlay អស់ហើយនៅខាងមុខនេះតើឥឡូវបងប្អូនមកមើលផ្នែកពីចំហៀងបន្តិចបងប្អូនបាទបំពាក់មកជាមួយប្រភេទយ៉ានកង់ Two Tone 2ពណ៌មានជាមួយប្រភេទពណ៌សមួយពណ៌បផេះមួយបាទហើយតកេកង់6បងប្អូនបាទជាប្រភេទ pick up បងប្អូនដឹងហើយទំហំយ៉ានគឺទំហំ18អ៊ីងមានជាមួយប្រភេទ sensor voice speed ខ្យល់កង់ពីខ្យល់កង់អត់ស្មើគ្នា load alert ប្រាប់យើងនៅក្នុង counter តែម្ដងបាទគឺពិតជាទំនើបខ្លាំងមែនតើហើយប្រភេទកាងបងប្អូននេះកាងជន់កន្លែងយើងឡើងឡានណាបងប្អូនឡានផ្សេងជន់ខ្លះរៀងកន្លាច់ដោយសារតែរៀងតូចតែគ្រាន់តែកាងរបស់យើងនេះជាប្រភេទកាងទំហំធំបាទអញ្ចឹងដល់ពេលយើងឡើងឡានគឺងាយស្រួលមែនតើអត់ពិបាកដាក់ជើងដាក់អីណាជន់ទៅគឺចំតែម្ដងអត់កន្លាច់ទៀតខាច់កន្លាច់ទេហើយជាពិសេសបងប្អូននេះគឺជាប្រភេទដៃសុតតែម្ដងមិនមែនប្រភេទជន់ណាអញ្ចឹងបងប្អូនប្រើកាន់ឆ្នាំគឺមុំល្អខ្លាំងមែនតើប្រភេទនេះបាទហើយយើងមានជាមួយ logo ពីចំហៀងនេះគឺជាប្រភេទ option ណាបាទបងប្អូនបាទ high country បងប្អូនអូខេអញ្ចឹងទៅលើត្រឡប់កញ្ចក់នេះគឺយើងមានជាមួយមុខងារប្រភេទកញ្ចក់ក្តោបអូតូដែរបាទ design មកបែបក្រោមមើលទៅគឺស្អាតស៊ីគ្នាមែនតើហើយយើងអត់ចោលទេមានជាមួយប្រភេទ blind spot ផងដែរនៅពេលបងប្អូនមានឡានមានអីវ៉ាចេញគឺវា load សញ្ញាពណ៌ក្រហមនៅកន្លែងនេះតែម្ដងបាទហ្នឹងហើយអញ្ចឹង full option គឺមានច្រើន option ដូចជំរាបជូនបងប្អូនអញ្ចឹងហើយតាម body ទ្វីនេះបងប្អូនគឺយើងមានប្រភេទក្រោមនេះគ្នាដែរឡានផ្សេងបងប្អូនឃើញរៀងជ័រយើងទៅមើលទៅវារៀងស្ទើរភាពប្រណិតបន្តិចតែប្រភេទ pick up របស់យើងគឺមានអស់ហើយបងប្អូនប្រភេទក្រោមបាទគឺមើលទៅស្អាតមែនសូម្បីតែតាមស៊ុំ one tree នេះក៏យើងមានបំពាក់មកជាមួយក្រោមផងដែរខាងក្រោយគឺយើងផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងដូចគ្នាដែរបងប្អូនបាទធានាគឺដូរទាំងសឹងទាំងអស់បងប្អូនតាំងពី stop LED នេះបាទ design មកថ្មីបាទជាមួយនឹងអក្សរ Porsche Chevrolet នៅខាងក្រោយនេះគឺ design មកថ្មីសឹងទាំងអស់បងប្អូន sensor ជាមួយពេលចុះចត sport bar មកពីរោងចក្រគឺមានអស់ហើយបងប្អូនបាទហើយជាពិសេសបងប្អូនឡានផ្សេងបងប្អូនទិញពេលខ្លះទៅត្រូវការ add លុយថែមចំពោះកស៊ូឬក៏បំពាក់ខាង accessory ខាងក្រៅតែឡានរបស់យើងគឺបំពាក់មកជាមួយនឹងកស៊ូក្របពីខាងក្រៅនេះមកពីរោងចក្រតែម្ដងបាទអញ្ចឹងយើងអត់បំពាក់យើងអត់ចាំបាច់ចំណាយលុយមកតង់ទៀតទេបងប្អូនបាទហើយកាន់តែពិសេសមួយទៀតបងប្អូននៅខាងក្រោយនេះណាឡានគេផ្សេង pick up គេផ្សេងដល់ពេលបងប្អូនចាប់ផ្ដើមទាញកន្លែងយើងដាក់អីវ៉ាន់នេះគ្រប់ខាងក្រោយនេះរៀងធ្ងន់បាទអញ្ចឹងបងស្រីពិបាកមែនតើសម្រាប់ការលើកដាក់អីវ៉ាន់ណាបាទចង់ទាញមកគឺសឹងតលាក់ដៃចុះក្រោមហ្មងតែគ្រាន់តែឡានគឺស្រាលខ្លាំងមែនតើបងប្អូនបាទប៉ុន្តែបច្ចៈមិនមែនជាប់មិនមែនអត់មានដែកធ្នឹមនៅពីខាងក្នុងដោយសារយើងមានកលឹះខ្ទាស់មួយទៀតបងប្អូនដើម្បីវាជំនួយកុំឲ្យយើងត្រូវការលើកកម្លាំងខ្លាំងបងប្អូនបាទហ្នឹងហើយតោះឥឡូវយើងមកមើលផ្នែកខាងក្នុងទាំងអស់គ្នាបងប្អូនអញ្ចឹងឡានយើងគឺជារថយន្ត pick up ប៉ុន្តែ design ផ្នែកខាងក្នុងនេះគឺអត់ចាញ់ឡាន SUV ទេបងប្អូនបាទបងប្អូនមើលជាមួយនឹងការតុបតែងជាមួយនឹងប្រភេទស្បែកលើតាប់ឡូនេះបាទជាមួយអេក្រង់កុងទ័រ digital ជាប់គ្នាបែបនេះបងប្អូនគឺមើលទៅ luxury មែនតើបាទនិយាយទៅគឺអត់ឲ្យបងប្អូនខកចិត្តទេជាមួយរថយន្តមួយគ្រឿងនេះយើងបើកបោបែប track បើកបោបែប off road បើកបោបែបផ្លូវពិបាកមែនប៉ុន្តែខាងក្នុងគឺផ្ដល់អារម្មណ៍បែបផាសុកភាពជូនបងប្អូនតែម្ដងហើយដោយសារតែឡានយើង
ជាប្រភេទប្រើ smart key អញ្ចឹងបងប្អូនគាត់ថាចូលមកមានសងដៃចុចបញ្ជាបច្ឆេះគឺឡានយើងបច្ឆេះតែម្ដងបាទអញ្ចឹងអត់ពិបាកប្រើសោចុចកាត់ទៀតទេហើយជាពិសេសមួយទៀតបងប្អូនយើងមានមុខងារបច្ឆេះពីចង្អៃផងដែរសម្រាប់បងប្អូនចតនៅកន្លែងណាហាក្តៅរៀបចូលឡានកុំឲ្យមានអារម្មណ៍ថាក្តៅក្នុងឡានណាយើងអាចបញ្ជាបច្ឆេះពីចង្អៃបានបាទអញ្ចឹងម៉ាស៊ីនចេះនឹងដំណើរការតែម្ដងអូខេអញ្ចឹងកាត់ទេបាទអញ្ចឹងតាក់ទងនឹងឡានយើងនៅលើដៃចង្កូតនេះគឺវងចង្កូតធំបងប្អូនបាទយើងមានបតុងនៅលើដៃចង្កូតច្រើនកំណត់មុខងារផ្សេងៗដូចជាមុខងារ cruise control រក្សាកម្រិតអំពីឡានខាងមុខបាទមុខងារតន្ត្រីផ្សេងៗគឺយើងមាននៅលើនេះមកកាផ្លេតែម្ដងហើយជាពិសេសបងប្អូនជាប្រភេទចង្កូតអេឡិចត្រូនិកបងប្អូនបាទអញ្ចឹងងាយស្រួលបត់បែនមែនតើនៅក្នុងក្រុងក៏ដូចជាផ្លូវដែលប្រជិងអៀតផ្លូវបបាក់អត់ចាំបាច់ឲ្យបងប្អូនប្រើបបាក់ប្រើកម្លាំងកាច់ខ្លាំងទេបងស្រីក៏ងាយស្រួលក្នុងការបើកបរតាមគ្រឿងនេះបងប្អូនបាទហើយមុខងារនៅលើនេះគឺមានច្រើនមែនតើជាប្រភេទ full option បងប្អូនដឹងហើយបាទជាមួយនឹងប្រភេទប៊ូតុងបែប design បែប piano មើលទៅប៉និតនេះគឺយើងមានដែរបងប្អូនយើងមាន support ទាំងពី Apple CarPlay Android Auto គឺយើងមានមក Play ឲ្យបងប្អូនកំណត់មុខងារផ្សេងៗគឺយើងមានមក set តែម្ដងបាទហើយប្រអប់លេខយើងមានជាមួយនឹងលេខដៃលេខអូតូក៏យើងមានមក Play ដែរបាទនេះគឺពិសេសខ្លាំងមែនតើហើយ pick up ទេបងប្អូនប៉ុន្តែមានជាមួយប្រភេទ wireless ទៀតបាទអាចសាក់ភ្លើងអត់ខ្សែបានហ្នឹងហើយអញ្ចឹងងាយស្រួលប្រើប្រាស់មែនតើសម្រាប់តម្លៃដែលយើងផ្ដល់ជូនឥឡូវហ្នឹងតម្លៃពេញគឺ$52,000បងប្អូនបាទប៉ុន្តែដោយសារតែយើងមាន promotion ពិសេសយើងលក់ត្រឹមតែ$51,000ទេបងប្អូនបាទហើយតម្លៃនេះគឺយើងផ្ដល់ជូនទាំងលុយសុទ្ធក៏តម្លៃប៉ុណ្ណឹងរំលោះក៏តម្លៃប៉ុណ្ណឹងដូចគ្នាដែរហើយលក្ខខណ្ឌនៃការសិក្សាបងប្អូនយើងមានការចូលរួមចាប់ពី10%ឡើងទៅ10%ដល់5,100ទេបងប្អូនបាទហើយ20%ស្មើនឹង1,200បងប្រចាំខាងនេះយើងមានពី1ឆ្នាំទៅដល់9ឆ្នាំលក្ខខណ្ឌមួយទៀតបងប្អូនសម្រាប់បេតិជនដែលគាត់មានបញ្ហាទៅលើ CBC បាទដាក់ជាមួយធនាគារផ្សេងដែលមិនសិក្សាបានណាសិក្សាកើតណាក៏យើងមានលក្ខខណ្ឌមួយទៀតសម្រួលជូនអតិថិជនខូច CVC គឺយើងអាចសិក្សាបានដែរជាមួយនឹងក្រុមហ៊ុនផ្ទាល់បងប្អូនបាទហ្នឹងហើយកុំបារម្ភបងប្អូនឲ្យតែលក្ខខណ្ឌចំណុចឆ្នៃបងប្អូនល្អគឺអាចដាក់សិក្សាបានហើយហ្នឹងហើយអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍បងប្អូនអាចអញ្ជើញមកមើលឡានផ្ទាល់នេះបានបាទឬក៏បងប្អូនរវល់បាទរវល់នឹងកិច្ចការងារណាបាទឬក៏រវល់នឹងកន្លែងរកស៊ីបងប្អូនគ្រាន់តែប្រាប់ក្រុមការងារឬក៏ប្រាប់ខ្ញុំបាទមកបាទតាក់ទងមកតាមរយៈខ្ញុំមកហើយខ្ញុំបាននឹងយកឡាននេះឲ្យបងប្អូនតេស្តត្រៃដល់គេអថាឬក៏ដល់ទីតាំងកន្លែងបងប្អូនរកស៊ីតែម្ដងបាទគុំបារម្ភបងប្អូនបាទឬក៏បងប្អូនជើញមកតេស្តត្រៃផ្ទាល់នៅក្រុមហ៊ុនបងប្អូនអាចធ្វើការណាត់ជួបជាមុនមកបងប្អូនពួកខ្ញុំនឹងរៀបចំឡានទុកឲ្យបងប្អូនតេស្តតែម្ដងហើយសម្រាប់តម្លៃដែលយើងផ្ដល់ជូននេះគឺយើងមានកំណត់ដូចគ្នាបងប្អូនបាទតម្លៃដែលយើងផ្ដល់ជូនគឺមិនពិសេសរហូតទេចាំបើសិនបងប្អូនចាប់អារម្មណ៍ពីឥឡូវហ្នឹងពិសេសត្រង់ថាយើងបានតម្លៃពិសេសហើយលក្ខខណ្ឌសិក្សាល្អហើយមួយទៀតបងប្អូនទិញភ្លាមបានភ្លាមស្តុកឡានយើងចូលថ្មីមកដល់គឺក្នុងខែ2នេះតែម្ដងបាទស្រឡាញ់ពេញចិត្តយកឡានទៅផ្ទះបានតែម្ដងបាទអូខេបងប្អូនទាំងគ្នាចឹងជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងគ្នាសម្រាប់ការមើលវីដេអូនេះហើយបើសិនបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកខ្ញុំបាទឡៃមេងបាទជាទីប្រឹក្សាផ្នែកលក់រថយន្ត Chevrolet ហើយលេខទូរស័ព្ទខ្ញុំប្រើ2ខ្សែមាន095 7/400និង096 2677 001មាន Telegram ទាំង2ខ្សែបើសិនបងប្អូនចាប់អារម្មណ៍អាចសាកសួរព័ត៌មានបានតាក់ទងតាម page ក៏បានដែរអរគុណជំរាបលា